មេរៀនអង្គសូស្ពាមអង្គសូស្ពាមជារុក្ខជាតិដែលមានគ្រាប់ការពារដោយសម្បកអង្គសូស្ពាមចែកចេញជាពីរប្រភេទគឺអង្គសូស្ពាមម៉ូណូកូទីលីដូនដែលមានកូទីលីដុង1និងអង្គសូស្ពាមឌីកូទីលីដូនដែលមានកូទីលីដុង2 1. លក្ខណៈពិសេសនៃអង្គសូស្ពាម 1.1 សរីរាង្គលូតលាស់មានឫសដើមនិងស្លឹកឫសគឺជាផ្នែកមួយដែលធំទូលាយជាងផ្នែកផ្សេងទៀតនៅលើដីវាមានសារៈសំខាន់ភ្ជាប់ដើមមួយទៀតទៅនឹងដីហើយជួយរក្សាលំនឹងដើមរុក្ខជាតិទាំងនោះនិងនីតិមួយទៀតស្រូបសារធាតុខានិចពីក្នុងដីដើម្បីយកប្រើប្រាស់សម្រាប់សារពាង្គកាយទាំងមូលដើមមាននីតិទ្រទ្រង់សារពាង្គកាយរបស់រុក្ខជាតិនិងដឹកនាំសារធាតុចិញ្ចឹមរវាងឫសនិងស្លឹកនៅក្នុងដើមមានបាច់សរសៃនាំស៊ីឡែមនិងប្លោអែមស៊ីឡែមមាននីតិដឹកនាំអំបិលខានិចពីឫសទៅកាន់ស្លឹកឯប្លោអែមមាននីតិនាំអាហារទៅចែកចាយគ្រប់កោសិកាទាំងអស់នៅក្នុងដើមរុក្ខជាតិនៅចន្លោះស៊ីឡែមនិងប្លោអែមជាស្រទាប់មេនេះមាននីតិផលិតស៊ីឡែមនិងប្លោអែមថ្មីស្លឹកជាសរីរាង្គមាននីតិធ្វើរស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គផ្នែកខាងលើនិងផ្នែកខាងក្រោមនៃស្លឹកមានពាសទៅដោយស្រទាប់ជាលីតាស្តើងហៅថាអេពីដែមនៅលើផ្ទៃស្លឹកមានរន្ធតូចៗនេះហៅថាស្តូម៉ាតបើគេយកស្លឹកមកកាត់ទទឹងគេសង្កេតឃើញក្រោមអេពីដែមលើមានស្រទាប់កោសិកាប៉ាលីសាតឯក្នុងនោះផ្ទុកទៅដោយក្លរ៉ូផ្លាសឯស្រទាប់អេពីដែមក្រោមមានស្រទាប់កោសិកាស្ពោតនិងរន្ធខ្យល់ជាច្រើនដែលនៅទីនោះមានសរសៃស៊ីឡែមនិងប្លោអែម 1.2 សរីរាង្គបន្តពូជសរីរាង្គបន្តពូជឈ្មោលមានប្លោកលំអងនិងទងកេសរឈ្មោលសរីរាង្គបន្តពូជញីមានស្ទីកម៉ាតកេសរញីនិងអូវែរ 1.3 ដំណើរលំអងដំណើរលំអងមានពីរប្រភេទគឺដំណើរលំអងឯងដែលហៅថាស្វ័យដំណើរលំអងនិងដំណើរលំអងកាត់ដំណើរលំអងស្វ័យដំណើរលំអងគឺជាគ្រាប់លំអងត្រូវបានផ្ទេរពីប្លោកលំអងទៅលើស្ទីកម៉ាតរបស់ផ្កាតែមួយដំណើរលំអងកាត់គឺជាដំណើរលំអងរបស់ផ្កាមួយទៅជួបស្ទីកម៉ាតផ្កាមួយទៀតដោយមានអន្តរាគមន៍ពីទឹកខ្យល់សត្វល្អិតនិងបក្សីជាដើម 2. ការបន្តពូជរបស់អង្គសូស្ពាមក្នុងការបង្កកំណើតរបស់រុក្ខជាតិនៅពេលកាម៉ាតឈ្មោលធ្លាក់មកលើស្ទីកម៉ាតរបស់កាម៉ាតញីវាក៏ដុះពន្លកហើយចាក់ចូលកោសិការបស់កេសរញីរហូតដល់អូវុលពេលនោះនវាយ៉ូលូតលាស់ក៏រលាយបាត់ឯនវាយ៉ូបន្តពូជធ្វើមីតូសបង្កើតបាននវាយ៉ូពីរទៀតដែលមួយចូលបង្កកំណើតជាមួយអូអូស្វែរបង្កើតបានជាស៊ុតឬស៊ីកូតចំណែកឯនវាយ៉ូមួយទៀតចូលរួមបង្កកំណើតជាមួយនវាយ៉ូប៉ូឡាបង្កើតបានទៅជាសារធាតុបម្រុងឬក៏សារធាតុបម្រុងដែលយើងហៅថាអាល់ប៊ុយមែនហើយលូតលាស់ទៅជាគ្រាប់ទី3ប្រៀបធៀបម៉ូណូកូទីលីដូននិងឌីកូទីលីដូនផ្នែករបស់រុក្ខជាតិគ្រាប់ម៉ូណូកូទីលីដូនមានកូទីលីដូន1ឯឌីកូទីលីដូនមានកូទីលីដូន2ស្លឹកម៉ូណូកូទីលីដូនមានទ្រនុងស្របឯឌីកូទីលីដូនមានទ្រនុងបែកខ្នែងដើមម៉ូណូកូទីលីដូនមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយឯឌីកូទីលីដូនមានបាច់សរសៃនាំស្ថិតនៅជារង្វង់ផ្កាម៉ូណូកូទីលីដូនមានផ្កា3ស្រទាប់ឬពហុកូណនឹង3ឯឌីកូទីលីដូនផ្កាមាន4ឬ5ស្រទាប់ឬម៉ូណូកូទីលីដូនមានឫសញែឯឌីកូទីលីដូនមានឫសកែវទី4ផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់សារៈសំខាន់នៃរុក្ខជាតិមានគ្រាប់ចំពោះមនុស្សនិងសត្វគឺជាប្រភពអាហារឱសថសម្រាប់ព្យាបាលជំងឺគ្រឿងសំណង់និងគ្រឿងសង្ហារិមប្រភពប្រេងសម្រាប់ប្រើប្រាស់ប្រភព
សម្រាប់ផលិតកំណាត់ឬសរសៃអំបោះ ប្រភពសម្រាប់ផលិតក្រដាសអនាម័យ ជ័រកៅស៊ូយកទៅធ្វើជាកង់ឡាន និងសម្ភារៈប្រើប្រាស់ផ្សេងៗដែលបម្រើឲ្យសេចក្តីត្រូវការរបស់មនុស្ស។